ចូលជំពូក28អកំបាំងនៃប្រាជ្ញាខ1មានអណ្ដូងរ៉ែសម្រាប់ជិះចុកប្រាក់ហើយក៏មានកន្លែងបន្សុទ្ធមាសដែរខ2គេចុកដែកចេញពីដីហើយចុកលោហិនចេញពីថ្មខ3មនុស្សចុះរហូតទៅដល់ទីងងឹតជីករកថ្មដែលកប់នៅបាតដីក្នុងទីងងឹតអន្តការខ4គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅមនុស្សដើរខាងលើក៏មិនដឹងគេសម្របខ្លួនចុះទៅក្នុងអណ្ដូងរ៉ែហើយជោគចុះឡើងនៅទីនោះឆ្ងាយពីស្រុកភូមិខ5ដីតែងតែផ្ដល់អាហារដល់មនុស្សដែលនៅខាងក្រោមដូចជាត្រូវភ្លើងឆេះបំផ្លាញអស់ខ6គេរកឃើញត្បូងនៅជាមួយថ្មក្នុងដីហើយរកបានមាសក្នុងធូលីដីខ7សត្វថ្មាតមិនស្គាល់ច្រកចូលទៅក្នុងអណ្ដូងរ៉ែនោះទេហើយសត្វរអាតក៏មើលមិនឃើញដែរខ8សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេសត្វសឹងក៏មិនដែលដើរកាត់តាមនោះដែរខ9មនុស្សជិះយកថ្មដ៏រឹងហើយរំលីងភ្នំរហូតដល់ឫសរបស់វាខ10គេចោះរូងនៅក្នុងថ្មដែរហើយឃើញវត្ថុធាតុទាំងប៉ុន្មានដ៏មានតម្លៃខ11គេទប់ប្រភពទឹកឲ្យរីងស្ងួតហើយនាំចូលអ្វីដែលលាក់កំបាំងមកដាក់ក្រោមពន្លឺខ12រីឯប្រាជ្ញាវិញតើគេអាចរកបាននៅឯណាតើការចូលដឹងស្ថិតនៅកន្លែងណាខ13មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរខ14ទីជម្រៅពោលថាប្រាជ្ញាមិននៅក្នុងខ្ញុំទេមហាសមុទ្រពោលថាប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរខ15គេមិនអាចចុកមាសសុទ្ធទៅដូរជាមួយប្រាជ្ញាហើយចុកប្រាក់ទៅទិញប្រាជ្ញាបានទេខ16គេមិនអាចចុកប្រាជ្ញាទៅថ្លឹងជាមួយនឹងកែវមរកតពេជ្រឬត្បូងកណ្ដៀវបានឡើយខ17គ្មានមាសឬពេជ្រណាផ្ទឹមនឹងប្រាជ្ញាទេហើយគេក៏មិនអាចចុកប្រាជ្ញាទៅដូរជាមួយនឹងភាជន៍ដែលធ្វើពីមាសសុទ្ធដែរខ18ផ្កាថ្មនិងគុជរឹតតែផ្ទឹមនឹងប្រាជ្ញាមិនបានហើយមានប្រាជ្ញាប្រសើរជាងមានកែវមកក្តារទៅទៀតខ19ត្បូងចម្ពូរ័ត្នពីស្រុកអេខ្ជូពីក៏មិនអាចប្រដូចទៅនឹងប្រាជ្ញាហើយប្រាជ្ញាមិនអាចយកទៅថ្លឹងជាមួយនឹងមាសបានទេខ20ដូច្នេះតើប្រាជ្ញាមានប្រភពនៅឯណាតើការចូលដឹងស្ថិតនៅកន្លែងណាខ21មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេរីឯសត្វដែលហើរនៅលើមេឃក៏មិនអាចមើលឃើញដែរខ22រណ្ដៅនៃសេចក្តីវិនាសនិងមច្ចរាជពោលថាជាងបានលើគេនិយាយពីប្រាជ្ញាខ23មានតែព្រះជាម្ចាស់ទេដែលស្គាល់ផ្លូវហើយជ្រាបថាប្រាជ្ញាស្ថិតនៅកន្លែងណាខ24ត្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅទីដៃស្រយានៃផែនដីនិងទកឃើញអ្វីៗទាំងអស់នៅក្រោមមេឃខ25ពេលណាព្រះអង្គកំណត់កម្លាំងរបស់ខ្យល់និងទំហំរបស់សមុទ្រខ26ពេលណាព្រះអង្គកំណត់ច្បាប់មួយសម្រាប់ទឹកភ្លៀងព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោនិងផ្គររួចស្រេចហើយខ27ព្រះអង្គក៏ទតឃើញប្រាជ្ញាព្រះអង្គលើកតម្លៃប្រាជ្ញានោះព្រះអង្គតាំងប្រាជ្ញាឡើងនិងពិនិត្យពិឆ័យមើលចាលអល់អន់ខ
28ព្រះអង្គមានព្រះបន្ទូលមកកាន់មនុស្សលោកថាការគោរពកោតខ្លាចព្រះជាម្ចាស់ជាប្រាជ្ញាការងាកចេញពីអំពើអាក្រក់ជាការចូលដឹង